បាទជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះពុកក្រិនមកចំការធូរ៉េនបាទពូប្រុសអាតបាទអូធូរ៉េនច្រើនមែនទែនបាទពុកម៉ែបងប្អូនខ្ញុំចាស់ឆ្កាបាទពុកម៉ែបងប្អូនបាទឥឡូវស្រកសាច់អូធូរ៉េនច្រើនមែនទែនបាទពុកម៉ែបងប្អូនគាត់ទៅតែកាត់ថ្មីបាទអត់ប្រាត់ឥឡូវថ្ងៃនេះគាត់អ្នកការប៉ុណ្ណឹងបាទទៅគាត់បងប្រុសចាស់ការរេនសម្លតែបងអាចបាទគាត់អ្នកដល់មានអ្នកដល់បាត់ដំបងឯងប៉ុន្តែថ្ងៃនេះខ្ញុំបានមកតាមការណាត់បងសវិនហ្វីលីបគាត់បានឲ្យខ្ញុំមកដល់ទីតាំងបាននៅចំការបងអាចហើយក្រនមកដល់ព្រាបាទគាត់ទទួលចិត្តថាពុំអីថ្លៃតរ៉េនបាទឥឡូវកំពុងតែបាទដល់ហើយចាំបើសិនជាបងប្រុសបងស្រីណាគាត់ចង់អូតរ៉េនបាទនេះជាតរ៉េនខ្មែរយើងហើយជួយគ្រប់គ្រងកសិករខ្មែរយើងពុកដោយមានចិត្តបាទហើយមិនប៉ះពាល់ដល់សុខភាពទេបាទតែចាំទៀតហើយតាមពិតតរ៉េនណាក៏គេត្រូវថាបានថាបើយើងប្រើខ្លាំងប្រើអីបើយើងប្រើទៅដើមទៅអីចឹងណាហើយចការយើងវាឆ្លងកាត់នៅម្ដងបណ្ដាក្រសួងកសិកម្មទៅចេញបានបាទគេรู้ស្គាល់ពីមន្ទីរកសិកម្មបាទពីផងចការខ្ញុំមានមួយមានមកញ៉ាំដល់អ៊ំស្រីមកបោះនេះចាមានក្រសួងមានអីបាទត្រូវបាទមិនយើងចេះតែលក់ប្រសេកប្រសាទអីណាអត់ដល់ប្រភពច្បាស់ទេនេះកាត់ពីដើមភ្លាមកាត់ពីដើមពិតបាទហើយរសជាតិគឺចាំពុកកណៃសាកមើលថាអ៊ុយដឹងពេលហ្នឹងហីបើញ៉ាំតរ៉េនខ្ញុំហើយឆ្ងាញ់ថាឆ្ងាញ់មិនឆ្ងាញ់ថាមិនឆ្ងាញ់កុំឲ្យតែពីមុខម្ចាស់ហ្នឹងអ៊ុយឆ្ងាញ់ណាស់អត់ចង់បានអញ្ចឹងចង់ថាបើឆ្ងាញ់រសជាតិមិនគឺថាអញ្ចឹងបាទខ្ញុំចង់បានអញ្ចឹងអត់មិនម្លំទេបាទលើសម្ដីពិតបងប្រុសសម្អាតដែលជាម្ចាស់អង្គការគាត់បានកន្លែងរ៉ាប់ប្រាក់ហើយឆ្ងាញ់យីមិនគេគ្រប់គ្រងដល់ឲ្យលក់តែមួយផ្លែគឺថាតរ៉េនបងអាចដល់ហើយគាត់ថាថាប្រាប់ដល់ហើយអ្នកខ្លះគេញ៉ាំលក់បននៅតែភ្លឺបានដល់ចង្ការហ្នឹងនិយាយពិតហើយមានសម្លេងឆានមកអ្នកខ្លះថាដេកដល់អសបទៀតណាថាអសបដេកដល់សបចង្ការពិតឆានមកអ្នកតកែវថាអូថាចេះបងអើយខ្ញុំដេកថ្ងៃនេះអសបថាមកដល់ចង្ការហើយបងបកតរ៉េនឲ្យញ៉ាំថាឆ្ងាញ់ឆ្ងាញ់តែលមុតខ្ញុំថាអាណាដល់ថ្នាក់ហ្នឹងវិញមិនបើឯងប្រើអីណាមុនអាគុំអីមានណានេះមានខ្លាយតាន់ប៉ុន្តែពាក់មកតគួរតរ៉េនអត់លឺស្នូវាតាន់អត់លឺស្នូតរ៉េនទេខ្លែងចាញ់គេក្រាន់ដែរដោយសារទៅមកជាការតរ៉េនគាត់អីស្រមៃតតនេះចាបានបងវិលីគាត់ដល់មកហើយមានបាទប្រាក់គោលេខអត់មានញ៉ាំអីតាមផ្លូវទេនៅទៅញ៉ាំទេហើយតរ៉េនមិនបបយសាមកសិនមកអត់មានបងធប់ញ៉ាំឲ្យដែរទេអត់តាមទេចង់មកអាចអ្វីដែលជាធម្មជាតិបាននៅក្នុងបាទប្រទេសយើងដូចជាស្រុកយើងបាទហ្នឹងហើយថ្ងៃនេះបានមកដល់ជាការពិតទៅព្រឹកយើងទៅមើលដើមបាទទៀតទៅមើលដើមបាទបងប្អូនលក់សាហាវវិញឥឡូវបងមិនទាន់អស់ពេលថ្ងៃ8បានមកតាមដឹងនេះតរ៉េនគាត់ចាំយើងទេតែវាទុំរាជការមានរៀនទៀតដែរឃើញរាជការខ្ញុំមានបាទរាជការមានបាទតោះឥឡូវកុំឲ្យខ្ញុំចេះថាបាទតែមើលដើមនៅចំការណាពូវ៉ាវសៅមកបាទអរគុណបងប្អូនទីសៅមកខ្មែរយើងមកបងប្អូនបែរមកពីដើមថ្មីគាត់ឆែកព្រីចាំមកចាំទៅលុយគាត់គេទៅលុយញ៉ាំមើលក្រៅកាមេរ៉ាទៅលុយឆ្ងាញ់អត់បញ្ញាឆ្ងាញ់អត់ឆ្ងាញ់បាទបងប្អូនឥឡូវនេះពូញ៉ាំទៅអារឿងយកទៅញ៉ាំតាមទៅទៀតមកដល់ចកាអស់ប្រហែលវិញនេះបងស្រីគាត់ឲ្យពុកក្រិនសាក់មើលបាទឆ្ងាញ់ពិតបាទទិញតរ៉េស៊ីលេងនិយាយនេះរលុយបងនេះai cũng chỉ ôm ra được rồi. Đâu đến than mà con làm ơn. Ba. Này không? Phụ hơi ba, cùng mai ông ôn, nè. Mà sáng nhà tao rồi. Tối này nha. Con pớ lươn trên cây món con pớ. Đọc được đó bằng ngày ăn cớt. Nè, còn mình nhâm ra mai nhâm đi xem còn nó đi. Mà mày một gram bên này mà cơm. Nè, nè. Chốt cùng. Hai con yên mà pum. Hai bà chị ba cùng mai ông ôn chấm cao ba họ. Ông pro ác. Mắn con là bác cố xuống đó. Là bạn hút xuống đó bạn đi cho em ăn thớm sạch xuống. Wow. Nè bạn ơi. Này ổn nhắm camera có anh đó. Ở đây ba đây. Ba cái trời.
nhắm nó còn nhắm con chanปูđể bà nói admin bạn là ní admin bà nào một class đa hỏi bà máu đó này cái trong pri một hộp pri xa phải rồi này phân được cái cô mai màu hai bà bị chẹt bà bông mang phone nó kia trend trong ca bông pro admin bình chẹt pi cả xuông cả cam thiết bà mang phone đi đây admin chít kim ní bà mang phone bà chẹt trầm trời ha trong ca trend con ấy admin chít kim ní tê tôi ban tòng đa thòng chít bà là ní bà bông mang phone nó kia từ thọt nơi trong ca nơi không trong ca tam đòn mà ní mưa đặt chôn mà tinh nó ngay màu pi đó mấy đó tay chôn bay đó này trong luôn kia bà bông lấy tao cần nó còn trăm mà tinh cho môi cần mà trái cần ngay hết này sao mai qua anh không ngồi mong mà cũng mang bông tua ta đến nát đam đến nét luôn đến qua đam đến đến cao to cũng rồi do đam đặc cùng có thằng nó đam đến trọng rồi đâu là tròn và xua từ môi năng đẹp tinh đấy làm cho bạn phải đông lên trong xu mấy đứa làm pi từ lên muối ở sau đa từ lên rồi pi ở cao từ lên chẳng mất nhau mà lẽ bà hỏi ta do cao ba cũng nè chấm mà bỏ lâu đi lục pu Felix mà đó thôi mà chẳng có cái tích chậm vậy ba là lâu rồi mà mình bị giúp hết màu rồi lấy chậm mà prank con mà ai nát dùng gì tao bị nát đâu mà cái đầu nhôm bọt mai xuống đấy ba mang con lá ban lục pu ban mà lấy đón môn nhâm tiền bom bồn đón môn nhâm tiền ngày ớt ôi bắt luôn bắt đấy bấm luôn vào đây ô nào lên nào tôi cho máu đá nào nó nói đây thì cái xua bùa ăn rồi bùa ăn rồi bùa ăn bé bùa ngàn cung trong ban trong dục nhau nói chặt lắm nhau tôi của ba tôi đón cặp phí lấy câu nữa xua đấy cái xua bùa ăn đấy một pí sai đá ba nha nè ok ô lưng là chung chồng ăn hộp ok em bóng này đi lục ôn sập hạt cái tủ rết lò mày tên đi tăng ở trên này bà luôn tinh là cái lỗ chỗ tầm phình trong cái này bóng bồn và tủ rết bom sập hạt rộng sập lâu không đi không được chết vậy không phải chết không ta sang không được chết ta sang sầm lốt nó sạch chính chuyên nó không ta sang nữa sầm lốt sầm láng chất đó nghe ba nó ngay bàคือทาโทเรนมันทองสดๆมาดิมันน้อยไหลที่ยังเตยจะกล้าดังยังเหมือนเช่นยี่จุกการนี่เราไปคลางแค่สมบัติเด็กคนก็เมาได้เลยดิไม่เอามาพลายmà play đặt với hai chung mùi cônยัง cả đám mình cho xe côn nèไปไปông đi mấy chi vật mấy chi vật chi vật miên mấy bao nhiêu rồi chứ mấy lưỡi ông ca mà vậyวันนั้นในครั้งสัปดาห์จมน้ำอยู่ที่ไหนนะติ้งแต่เรื่องสรุป นี่ก็เนี่ยมันเรียนล่างเนี่ยมันเรียนลายมันเรียนเรียนชีวิตไหมชีวิตองค์การไหมไอ้บนเพียบông đóทำให้ชีวิตไม่บังเลยองค์การเลยได้เรียนไง bọn conติ้งแต่เรื่องไหนrồi đấy bọn con màติ้งแต่เรื่องnhám này chắc này tại vì con nhóm này còn lưng tham ăn yoga cái lên cái từ nổi mũi nói thì mình lôi cái đấy tôi chưa thấy ôm lỗi này tăng rộp sực lỗ mình chuyện này chuyện mình từ xin miếng nè chuyện mình đang tới phi máu từ lúc tới xin miếng tiền miếng cả thở từ bà đấy bán chục bục này bà đấy ok ta lấy tiền tới đá mày bà sẽ đam lớn ô chạy tha của anh tôi cho cái tại admin nhưng mà đo bán ta thốt lại ta quật cắt đặt nó lừa cái
តែរួចហើយដឹកដើមនេះណា បាទ បាទแล้วก็ថាឲ្យចូលទៅថតនៅក្នុងតាមសកាតាមអីហ្នឹង ឆ្ងល់ចេះអត់មានឆ្ងល់ថាក៏ដាំតែដូចពួកឯងដែរ ហើយអាម្ទេសហ្នឹងហើយដាំរួចហើយអំបិលលក់អត់ដាច់ បាទបងប្អូន ហើយលាហើយ លាហើយ តែអាចសាប់ ពេល អាឡូវដាច់ហៅមកទេកញ្ចក់ឆាប អូ ដាប់ទៅអាឡូវលក់អត់ដាច់ទេមកទេអាចសាប់តែអូដាំច្រើនដែរមានទាំងកលឹងទឹង វ៉ាវបាទបងប្អូនថ្ងៃនេះពូក្រិនជាមួយនឹងកូនបើកូនស្រីច្បងអានមកចំការទុរេនបងប្រុសអាចបាទបងប្អូន នេះអូយបាទនេះទៅពីដើមដល់ដីស្អាតមកដើមគាត់ ហើយនេះបាទបងប្អូនតាមនេះទូចទេតែផ្លែបាទបងប្អូនឡងប្រប៉ុណ្ណាណៃបងអើយបាទសុទ្ធតែផ្លែ ទៅមកចការទៅដល់លើកទី អាបញ្ញាថាទៅមកចការទុរេនលើកទី1ហ៎បញ្ញា ហើយដល់សូមជម្រាបនេះឆ្នាំខ្មែរនេះ អីគេហ្នឹងប៊ូអីគេហ្នឹង វិលប្រក់ផ្លែ វ៉ាវ7ប្រាក់ផ្លែហ្នឹង តែឥឡូវវាមានពេទ្យមានសមានខៀវក៏មានខ្វៅ ហើយត្រូវជាជំងឺអីគេដែរប៊ូ វាច្រើនមុខបើនិយាយរួមអ្នកនេះដាំចិត្តទៅហូបបាន ឆ្ងាញ់មែនមកលេសួរមិញដែរមិនអស់ប្រហែលខ្លែមិញអស់ប្រហែលខ្លែមិញ ដើមកូននេះបានមួយ តោះឯងទៅព្រោះ បានមួយអ្ហ៎ ឥឡូវចាប់ដើមមួយចាប់ដើមនេះឥឡូវ ឥឡូវចេះទៅដល់ក្រុមដើមគ្រឿងឯងឡើងហ្មងឡើងបេះដល់បោះមកក្រោមមក បងនិយាយចឹងឲ្យមិនចការនៅហ្នឹងឯងបង បាទ ចកាដើរទៅក្រួយផាយើង20គីឡូទៀតហ៎ ហើយរួច 500 ម៉ែត្រទេ500 ម៉ែត្រ ទៀតមានដើមទៅទៀតបានហើយ ហ្នឹងហើយ ចុះលេខរៀលពុះជឹងអ៊ំក្រាន់អពុះក្រាន់ តែបើអាចទៅមួយ ទៅអេមិនបញ្ញាពេកភ្លេចយកជើងកាមេរ៉ាមកបាត់ទេ យើងដើរទៅក៏ទីទៅបន្តទៅទៀត ទៅដល់ អត់ទេខ្ញុំដើរបានដំណើរហ្នឹងបងឯងទៅចុះ 100ម៉ែត្រដល់ហើយបងប្អូននេះទស្សនកិច្ចក្នុងការទុរេនបងអាចម្ដងមាននេះក្រិនជាសាក់សីបងបាទទុរេនធម្មជាតិវ៉ាវពាក់រ៉ាហើយ ឥឡូវខ្ញុំពោឲ្យកាត់ថ្ងៃនេះខ្ញុំ แล้วโป้ឲ្យ ខ្ញុំមិនបងឯងទេមកខ្ញុំសុកចិត្តញ៉ៅមន់ទាគេ ឥឡូវអាចโป้ឲ្យកាត់តអាចโป้ឲ្យកាត់អាចโป้ឲ្យកាត់អាចโป้ឲ្យក្រិនកាត់ត ហ្នឹងហើយយកបាត់មកយកបាត់មក អានេះទុំហ៎បង អូសាច់ងល់នេះក្រិន កាន់មកកាន់ជាប់បាត់ ចាប់ហើយ ជាប់ហើយ អូនេះក្រិនកាត់ទុរេន វ៉ាវ វ៉ាវប្រហែលគីឡូ កាត់ហើយគឺគិតលុយណា កាត់គីឡូអូ នេះបើយើងនិយាយទៅ$30មកផ្លែ អាផ្លែ30ដុល្លារ ហ្នឹងហើយ កោមកបេ អេឈប់លិតបើរសជាតិផ្អែមហ្នឹងតរិនចាស់យកបាទលិត អូផ្អែមមែន អត់ជិះលេង ចំមានជើងទៀត ឥឡូវឲ្យកាត់ឲ្យលិតទៀត អូមិនមាននេះមិន លិតទៅវាទឹកជាតិវាមានជាតិដូចស្ករផ្អែមដូចណោតហ្នឹងអានោះមានថាតរិនចាស់តរិនគុណភាពយកទៅញ៉ាំឆ្ងាញ់ហើយ យើងឆ្លងផ្អែមនៅឯនេះយើងឆ្លងផ្អែមនៅឯនេះសាច់វាក្រប់អីចឹង មែនអត់ តែណា ហ្នឹងពិតផុសធម្មជាតិវាស្គាល់សភាពនៃតរិន អូសភាពនៃទុរេន បាទ មិនធម្មតាទេបងប្អូនអើយតោះទៅទៀតចាំ ហ្នឹងហើយ បងប្រៃកាត់ហ្វីលីបកាត់មក មកមីកាត់ឬក៏មិនណែយើងតែសោមនិយាយ ទៅកាត់ទាំងអស់ពីដើមតរិនចាស់ហើយ តោះមកមីកាត់មើលឲ្យប៉ុណ្ណឹង ចឹងពេលផ្លែកាត់ក្រោយខ្ញុំលិតទាំងអស់ កាត់ហើយបងប្អូនមួយពី3កាត់ជួយកាត់ ស៊ីផុយក៏ អូឡើងមិនបាយលឹក លឹកក៏ទៅទេបាយចិត្តទេបញ្ញាបាយចិត្តទេបាយចិត្តណែគេមកកាត់យកទៅលក់នេះបងប្អូនមើលទៅរេដុល្លារនេះប៉ុណ្ណាណៃនេះអូខេបន្តដំណើរហើយដែរមកបានដែរ បានបងទុំហើយចាប់ពូអស់អញ មកដល់ចំការចាំថាញ៉ាំហើយបងប្អូន មែប៊ូបានមកដល់ចការអញ្ចឹងប៊ូមានអារម្មណ៍មិនដែរ មានអារម្មណ៍ថាវាអត់ចង់ទៅផ្ទះវិញ មិនចឹងមកទីនោះចេះច្រើនណា អូគាត់មិនដាំទឹកករីនេះដាំទឹកគួរទៀត មិនដែរញ៉ាំមានអារម្មណ៍មិនដែរ អូកូនបើដល់អញ្ចឹង ចង់ញ៉ាំទៀត អូ បានញ៉ាំទៀត ចង់ញ៉ាំទៀត កូនហើយកូន អូនេះនេះមីណរេកយកឡាយរេកមានអីចង់ផ្ដាំពូហ៎ មកពូស្រឡាញ់អូ របៀប ពេល ពូ ទៅ អូ ដល់ ណា ខ្ញុំប្រាប់ឲ្យថា
ញោមសុកចិត្តមកញ៉ាំនៅកន្លែងពូលក់វិញព្រោះម៉ាក់ខ្ញុំបាក់កោះហា ហ្នឹងហើយម៉ាំចាំមកឃើញកោះស្រួល កោះយកមិញដល់កោឲ្យកោះ មុតដៃមេផងនេះមុតដៃផងនេះហ៎ ហើយអាឡាននេះដាក់ជាប់អូគាត់បកាយកោះមែនតានេះ បិទតែចាំមក បាត់មុខចឹងហ្នឹង ញ៉ាំទៅ មកមានអត់ចកាបើផ្សេងទៀត បើមាន3 4ដើមគ្រាន់តែមកចេះញ៉ាំនេះបើខ្លួនឯងនេះ វ៉ាវហើយចូលមីភ្លុំមើលចូលមីភ្លុំមើលឲ្យមកមីភ្លុំមើល បងឯងភ្លក់ខ្ញុំផងឯងមកឯងឆ្ងាញ់ណា អញ្ចឹងហ៎មកខ្ញុំថតខ្ញុំអង្គុយជាប់បញ្ញាមកចុះ នេះកាត់បាននេះកាត់បាននេះគាត់អូនកាត់ មកក្រានមកក្រានក្រានក្រានមក ក្រិនមកអង្គុយលើឥឡូវញ៉ាំនេះញ៉ាំ BA ញ៉ាំគាត់ទិញ BA មក ដែរឥឡូវបងមួយនេះគួរយកពួរឆ្ងាញ់មួយត្រេ ចាត់ចាត់ឌីកាមេរ៉ា មិនต้องជឿអង្គុយនេះមិនต้องជឿ ហើយគាត់ថាអត់ថាគាត់ក៏មានបើដែរតាមតែគាត់ដល់20ដើមចឹងគាត់ដល់ហូបចឹងណា វ៉ាវមកទៀតរសជាតិញ៉ាំនៅផ្ទះនឹងញ៉ាំនៅចំការខុសគ្នាដាច់ហ្មងមែនណា ហ្នឹងហើយ ខុសយ៉ាងម៉េចបង នេះល្មុតបង មុតថ្មីបង អែមល្មុតបង ឯងអូនឯងបរទេ ហត់មិនខុសគ្នាមិនដីខ្ញុំចង់ដឹងអារសជាតិប៉ាត់បានបើបានមករក ស្រាយឡាយបងគេប៉ិតបាទថាឆ្ងាញ់ថាឆ្ងាញ់តាមឆ្ងាញ់ អត់ខ្ញុំមកជឿដល់ខ្ញុំជឿដែរ អូនកាចង់និយាយចឹងគាត់ថាតែថាមុខកាឡាយដល់ពេល ពួកឯងខ្លួនយកមិញឯងអត់ឆ្ងាញ់អត់មកណា ហ្នឹងចា អីមកហកបោះក្រាន់លឿនណាបាញ់ អាជាតិនិយាយអាជាតិ យកដល់ មែនគាត់ណាគាត់ណា ញ៉ៅ អូយឆ្ងាញ់អត់ ម៉ាក់ មកនិយាយមកនិយាយ ហើយណែបងបងខ្ញុំថាឆ្ងាញ់ល្មុតបងអែមល្មុតបងហើយចូលមីម្ដងទៅ ចាចាំមិនអត់ឡើងខ្លាច ពួកខ្ញុំក៏ខ្លាចឡើងគីឡូមិនឡើងទេ ទេមិនអត់រៀនចាស់ហើយ ខ្ញុំថតពួកខ្ញុំដល់ នេះឯងហ្នឹងខ្ញុំនេះឯងហ្នឹងខ្ញុំអត់ស្លាក់ហ៎ ដល់អូន មិនបានអូនអត់ឆាប់ មិនដែរនេះទូរេនដែលអូនប្រាថ្នាណា គេហៅអាល្មុតហ្នឹងគេហៅខ្ទិះហ្នឹងចាហ្នឹងដល់ខ្ទិះហ្នឹងបាច់ហ្នឹងគាត់ទិញអូបញ្ញាមក ក្តីសុខណា ពូ បាទទូរេនចំការបងអាតបាទសំឡូតថ្ងៃមែនបងប្អូនគឺញ៉ាំក្នុងចំការបងនេះ គាត់ទូចអូទៀតណា បាទនេះគ្រាប់ទូចមក ទូចមែនទេ គ្រាប់ទូចបាទអត់តមកអង្គមកបេបាទមានក ងបេណាក្រិន បាទមកផ្លែមកបេ បានមួយឆ្នាំ ឆ្នាំ អង្គសិនបានញ៉ាំអត់ញ៉ាំដល់ បញ្ញាដល់កបញ្ញា ញ៉ាំ ញ៉ៅដល់កថ្ងៃនេះក្មួយឆ្ងាញ់គូស្អី ចុកអង្គសិនណាបញ្ញាដល់ ដាំកាលទៀត ចំការទៀតលឿនយើងខ្ញុំទេមកដល់សំឡូតមុនខ្ញុំទេមែន និយាយទៅងំយើងមកបញ្ញាអស់ហ្មង5គ្រាប់ហ្នឹង បាទ ពីមុខហើយនៅសានៅ បងប្អូនទេទូរេនគឺពុះមកណែពុះស្ដាយមកអត់មានប្រេនទេណាថាប្រេនហើយនេះវីដេអូស្ដាយមែនវីដេអូនេះក្រិនញ៉ាំហ្មងមើលនេះមើលមាត់នេះក្រិន បាទចំការទូរេនរំលោភពេលរំជែក ហ្នឹងហើយញ៉ាំសិនណាញ៉ាំបងនេះគេក្រោយក្រិនអីញ៉ាំរេទៅទៅ ហើយនិយាយទៅចង់ភ្លក់មក អូយនិយាយថ្ងៃនេះម៉ាក់អត់ថ្ងៃម៉ាក់គាត់ហេតុ អូយខ្ញុំគាត់មកលើខ្ញុំថតណាខ្ញុំថតណាខ្ញុំទៅទៅ មក អូឃើញស្អាតអូ បាទជាតិស្ករខ្ញុំក្រោយបាទបាទហើយញ៉ាំសិនទៅដល់ចំការផ្ទាល់ញ៉ាំ ហើយ សិន ខ្ញុំ ណា ប្រាប់ថាចេះអាហ្នឹងតួគាត់ត្រូវរៀងខ្លួនណាខ្ញុំទៅតួត្រូវរៀង ខ្ញុំប្រាប់ម្ដាយខ្ញុំថាតិចថាឡើងជាតិស្ករបន្ទោកូននេះណា កូននេះចកាឲ្យដាំធ្វើតរេផ្អែមហ្នឹងនេះមកពីអង្គការចកា សុំមកដែរអញ្ចឹងអត់មានបន្ទោកូនទេទៅវិញជួសជាតិស្ករបាទបងប្អូនណាបងប្អូនដើមថត ដល់ថ្ងៃចាំទៅ អូមានមកខុសទៀតនេះពូគាត់មកនេះបងយកមក យកតាមនៅចកាដែរបង នេះមកពីខាងអូខ្មោចវិញ ចាតាមនៅស្រុកយើង នៅស្រុកយើងនឹងធានីបានហើយអត់ពុលមួយចរេនអត់ដៃទេ ហ្នឹងចាំចូលការមក នេះលោកពូ បាទបាទ អូចរេនផងមង្ឃុតផង បាទនឹង បាត់អូជាតិមង្ឃុតអូនអស់ហើយ តែយើងដាក់ដៃមកចំពីដៃចូលមកបាទហ្នឹងហើយ មកគាត់ផងតរេនផងបាទ ហើយអ្នកចំការគាត់ចិត្តបានណាលោកអើយគាត់ថាអត់អីទេហូបទៅថាតែមិនពោះប៉ុណ្ណាដាក់ទៅបាទគាត់ចោលឲ្យយើងបានទី1ហូបផ្លែឈើបានពិតនៅនឹងហ្នឹងហើយរសជាតិនេះថាពីថាលេខ1លើលេខ1បាទដើម្បីលើដើម្បី បាទទៅលើបេះបាទបាទមក អត់កូនអត់មានខ្លួនវិញ បាទឥឡូវអេដមីនដាក់មកខុតខ្មែរយើងមួយបាទនេះអ្នកលក់ឲ្យបាទបងប្អូនអាវ តាក់តងបានខុតខ្មែរយើងពិតមានបើមានខុតមានស្អាតម៉ៅ បាទ តាក់តងលេខទូរស័ព្ទ060កូដ9568នេះបោះធម្មជាតិសំឡូតពេញ បាទនេះបាទបងប្អូនអ្នកលក់នៅខាងសំឡូតបាទអានេះមកគាត់បាទ
ហើយលេខទូរស័ព្ទមិញគាត់បានប្រកាសហើយបាទ 0 6 9 95 68 28 បាទបានលើហើយបាទកុំភ្លេចតំណតំណងគាត់អាចយកទៅ មាន បាទ មានបើមានសាមាវធុរេនក៏មានដូចគ្នាធុរេនកាត់ពីចការបងឲ្យ បាទ ចការបងសម្អាត បាទឥឡូវ admin ដាក់គុណមួយសិនបាទបងប្អូនណាបាទបងប្អូនឆ្ងាញ់មែនទែនបាទរសជាតិនេះមកថតខ្មែរយើងបាទបងប្អូនបាទឥឡូវនៅពុកក្រិននិងពូហ្វីលីកបានដើរចូលទៅក្នុងចំការណាបាទបងប្អូន នេះក៏តាតែថ្ងៃពេកទៅខ្ញុំហូបហើយក្រាប់ឲ្យហ៊ានចោលទុកយកទៅដាក់ អូខេយកប្លង់3នាក់មួយអាតមកយកប្លង់3នាក់ឲ្យជាប់ទៅរេនមកអូខេឃើញច្បាស់ហើយអូខេសួស្ដីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនេះក្រិនធ្វើដំណើរខ្ញុំធ្វើដំណើរពីភ្នំពេញសំឡូតនេះក្រិនបាត់ដំបងសំឡូតចឹងនេះក្រិននៅទៅចាស់ខ្ញុំទេ50គីឡូទេបងឲ្យជាប់ទឹកដីសំឡូតលើកទី1ថ្ងៃមុនខ្ញុំបើកកាត់វីអូសោមហើយថ្ងៃមុនអត់ដឹងថាទឹកដីសំឡូតស្រស់ស្អាតចឹងទេថ្ងៃនេះអត់មានភ្លៀងមកដល់បងប្អូនមើលទៅរេននេះបងប្អូនកាមេរ៉ាយកទៅរេនគាត់នេះធម្មជាតិពិតហើយបងប្អូនអាចទិញពីចំការផ្ទាល់បានបាទសំខាន់គឺម្ចាស់ចំការសង្ហាទៀតប្រសាទនេះប្រសាទបាទហ្នឹងហើយគឺបងអាចបងប្អូនមកទិញផ្ទាល់មកញ៉ាំផ្ទាល់ទៅបងប្អូនញ៉ាំទុរេនណាញ៉ាំនៅផ្ទះដែលយើងទិញពីគេមកញ៉ាំខុសគ្នាពេលដែលញ៉ាំក្រុមដើមតែអូខុសគ្នាអារម្មណ៍ក៏ខុសគ្នារសជាតិក៏ខុសគ្នាបាទឆ្ងាញ់ល្មួតមកមើលកិនមានអារម្មណ៍ថាម៉េចមានអារម្មណ៍ថាឃើញអត់មានបាទគឺថាអត់ដៃអត់តលេបងនោះអស់ប្រហែលហើយខ្ញុំអត់3ក្រែបហើយមិនកាត់ទុរេនបាននេះហើយកាត់បាន1ផ្លែហើយអូខេបងប្អូនតាមដានវីដេអូបន្តទៀតណាខ្ញុំបង្ហាញសកម្មភាពទាំងអស់ហ្នឹងអូខេ នេះជាខ្លួនទៅក្តៅអត់មួយនេះបាទបងប្អូនឥឡូវនេះពុកក្រិនបានមកនៅលើតាមតរ៉េនដែរបាទ អើខ្លួនខ្ញុំលេបខ្ញុំបានហូបតរ៉េន បាទហើយចុះពេលចុះមកហ្នឹងមិនលោតមកបើជើងទៅ2500និយាយបើឡើងទៅកាត់ឲ្យលើបានខ្លួនឯងឲ្យមួយផ្លែទៀតអូយកបានច្រើនម្លេះ ជួយពូឆាន់តរ៉េន អូបងប្អូនបាទបងប្អូនខ្ញុំអ្នកកាត់បានអូអ្នកកាត់បានណា ខ្ញុំឡើងបាន ណែល្បីនៅ TikTok ខ្លាំងណាស់បញ្ញា ឥឡូវល្បីដល់ถึงតរ៉េនទៀត ឥឡូវល្បីរឿងទុរេនទៀត ឥឡូវចាញ៉ៅមកញ៉ៅខ្លួនស្រី ហែទឹកអត់ទេ បាទបងប្អូនមកចំការរបស់បងអាតនៅស្រុកសំឡូតបាទខ្ញុំក៏មកមិនចំពោះព្រឹងបាទចំការទុរេនបាននឹងទុរេនបានទាំងជូចាំបាទពីម្ចាស់ចំការតាមជូចាំបងប្អូនកុំភ្លេចមកបាត់បងកុំភ្លេចតងក្រិនក៏បានតងអាក៏បានតងខ្ញុំក៏បានកុំភ្លេចតែ56គីឡូពីក្រុមបាត់បងទេគឺចំការទុរេនបានផងរបស់នោះបាទកែសម្អាតបាទនៅស្រុកសំឡូតអរគុណបាយបាយជម្រាបលាក្រោយជម្រាបលា